Thực tế ở kia ngày nướng nhưng mà trong xe chân lịch tip muối tất cả mọi người ở kia tại sao mà vậy nó nhưng khơi video viral comment nên lưu bọn social media rồi có hot topic nên lưu Facebook các mọi người ở kia trong mọi người của lấy thời của tại đó tham gia những cái viral này kì chẳng nhưng mà trong xe chân lịch tip mà chỉ núi để bọn sẽ được có ổn để có trong video bị bài hai số copy bọn sẽ try chẳng trong video này bọn đặt vô về list tích nâng miền chia Paulจุดไหน được có Paul ประโยชน์สำหรับbọn ở kia là ngày bọn ở kiaถ้าmấy bạn nhâm lực topic nhưng mà vậy tại sao stress dương mà chừng nuông khác được có ôn mà chừng nuông khác được có tân đơn bị bài nhà sẽ có việc thì tha hát ấy mình nhầm đừng tại sao ấy nhóm miên chừng người muối đây ở vậy tháp vì cứ chừng người bông có nên chừng người đâu sai bông cỏ tại vì sao ông lại khi hát chạy rồi chẳng chừng người chạy rồi nó cứ bị effect tại cán môn bài nhom chẳng môn bài nhom nó bị tăng tập pro bị tăng tập bị tham mua đi chẳng là bông bộ nào đó mà lo mua mang stress cực tràn hay mua tiết tôi lại cái này trong depression rồi có introvert chẳng ta để on ngay thôi nhưng mà lần nữa cứ nhóm thời lên thêm mỗi một ngày là cột chia riêng rồi ngày bên môi trường hai nhóm tâm tài chú mà pay 4 không năm đi qua pay bùi nâng tê bằng bùn chẳng ta để on ngay thôi nhóm chặt đám sao chia rồi có success ông pí bài hai sau có phép stress rồi có bài hai môn rồi bỏ stress chẳng stress giống cứ miên môn muối đầy miên này khác cứ bị pay pro ta mà rong rồi bỏ dừng chẳng nhận ra tháng stress ở chặt khăn mùa mau rồi có quát khăn trán tại để sang còn miên môn muối cứ môn đại bản ta lại có cực tràn mình có trong cực tràn đi bản tay họ môn không sai tiếng tay bảo dưỡng nó cứ chùm rối mỏng một bộ nào kia chẳng nó người ta đang ấy để nhóm sắc xa làm pi ở dọc kia bảo stray chẳng nhận lại tập cho một căn ở topic bảo dưỡng với cứ nhóm trong ở tranh lệch căn bong đường muối đà ở trong thua ở đồng bằng bị sai bảo dưỡng nắngมี สก ปรก lỏ ให้ មួយ ទៀត មាន ក្លិន แบบ លក្ខណៈ មក ក្លិន ក្អូប fruity ឬក៏ ផ្លែឈើ អី ចឹង ប៉ុន្តែ ខ្ញុំ អត់ expect ឲ្យ អ្នក ទាំង អស់ គ្នា ថា ចែ អូ អ្នក ទាំង អស់ គ្នា ត្រូវ ញ៉ាំ ផ្លែ ប៉ោម ឬក៏ ញ៉ាំ ផ្លែ ក្រូច ហើយ ក្លិន แบบ ផ្លែ ប៉ោម ផ្លែ ក្រូច អត់ ទេ គឺ វា ក្លិន แบบ លក្ខណៈ មក ផ្សេង ប៉ុន្តែ แบบ លក្ខណៈ មក fruity ផ្លែឈើ ហ្នឹង ហើយ អញ្ចឹង ជំហាន ទី 1 បង ត្រូវ យល់ ដឹង គឺ ការបរិភោគអាហារចំណីអាហារនេះមួយគឺសំខាន់ខ្លាំងមែនទែនសម្រាប់រាងកាយមនុស្សយើងទាំងអស់គ្នាអញ្ចឹងឧទាហរណ៍ថាបើយើងហូបម្ហូបវាថាអត់ផ្ដល់ protein ឬក៏ vitamin ដល់សារពាង្គកាយរបស់យើងឬដល់រាងកាយរបស់យើងទេហ្នឹងហើយគឺវាទទួលបានផលអាក្រក់ទាំងអស់ហ្នឹងចូលមកក្នុងខ្លួនយើងហើយខ្ញុំឧទាហរណ៍រឿងមួយបើសិនជាអ្នកទាំងអស់គ្នាចង់បានក្លិនល្អគឺហាមដាច់ខាតកុំហូបរបស់ផ្អាប់នេះមួយគឺបងប្អូនហូបហើយនិងបងប្អូននឹងមានអារម្មណ៍ថានៅកន្លែងតំបន់ពិសេសរបស់យើងហ្នឹងគឺនឹងប្រែប្រួលហើយបងប្អូនទាំងគ្នាចាប៉ុន្តែខ្ញុំមិនមែនហាមផ្ដាច់ខាតកុំឲ្យហូបសុទ្ធទេគឺយើងហូបបានប៉ុន្តែយូរម្ដងអាហ្នឹងយូរម្ដងទៅអូខេគឺវាយើងអាចrepair ឬក៏ fix វា back អញ្ចឹងណាអ្នកទាំងអស់គ្នាហ្នឹងហើយអញ្ចឹងជំហានទី2បងប្អូនទាំងអស់គ្នាគួរតែផឹកទឹកឲ្យបានគ្រប់គ្រាន់គឺធ្វើឲ្យសារពាង្គកាយរបស់យើងនឹងបំពេញជាតិទឹកហើយកន្លែងតំបន់របស់យើងនឹងក៏វាមានសំណើមទៅតាមនឹងដែរបងប្អូនទាំងអស់គ្នាជំហានទី3បងបើអាចបងគួរតែផឹកទឹកផ្លែឈើមួយថ្ងៃឲ្យបាន1 កែវប៉ុន្តែខ្ញុំ recommend ឲ្យតែផឹកទឹកផ្លែឈើដែលស្រស់ៗគេភ្លាមគឺអត់ recommend ឲ្យបងប្អូនទាំងអស់គ្នាផឹកទឹកផ្លែឈើដែលទិញមកពីគេវា process អីចឹងណាគេផលិតមកដាក់ដបអីឧទាហរណ៍ថាទឹកប៉ោមទឹកក្រូចអីចេញមកដបអាហ្នឹងគឺ high sugar ខ្លាំងមែនទេបងប្អូនទាំងអស់គ្នាចាគឺវាបែបថាជាតិស្ករខ្ពស់អញ្ចឹងបើទឹកផ្លែឈើធម្មតាយើងគេមកវាមានជាតិស្ករ original នៅក្នុងឬក៏ organic នៅក្នុងនឹង natural នៅក្នុងហ្នឹងហើយអញ្ចឹងសម្រាប់បងដែលគាត់ផឹកទឹកផ្លែឈើគួរតែផឹកទឹកផ្លែឈើដែលគេថ្មីស្រស់ៗអញ្ចឹងដូចសម្រាប់ខ្ញុំរត់ខ្ញុំរាល់ថ្ងៃគឺខ្ញុំផឹកទឹកផ្លែឈើមួយថ្ងៃ2 កែវអញ្ចឹងជ្រើសយកពេលវេលាណាដែលបងតំណេឧទាហរណ៍ថាខ្ញុំតំណេពេលថ្ងៃនិងពេលល្ងាចអញ្ចឹងពេល3 ថ្ងៃត្រង់ហើយគឺខ្ញុំជ្រើសយកផឹកទឹកអាឡឹកពួកទឹកអាឡឹកវាជំនួយជាតិទឹកដល់សារពាង្គកាយរបស់យើងហើយនឹងវាផ្ដល់ជាតិទឹកច្រើនហ្នឹងហើយអត់ឲ្យយើងខ្វះជាតិទឹកអីអញ្ចឹងឧទាហរណ៍បើយើងផឹកទឹករៀងអន្តិចអញ្ចឹងយើងអាចជ្រើសរើសយកទឹកអាឡឹកបានហើយមួយទៀតទឹកក្រូចទឹកវាគឺជាពពួកវីតាមីន C ផ្ដល់សំណើមដល់ស្បែកយើងដូចគ្នាហើយនឹងផ្ដល់ឲ្យស្បែករបស់យើងនឹងភ្លឺជាងមុនពីខាងក្នុងអញ្ចឹងចំណុចទាំងអស់ហ្នឹងហើយបងត្រូវតែធ្វើហើយបងធ្វើរយៈពេល1 ខែទៅ 2 ខែខ្ញុំហ៊ានតែនិយាយឲ្យថានឹងឃើញរាងកាយរបស់បងហ្នឹងផ្លាស់ប្ដូរទាំងស្រុងខ្ញុំហ៊ាននិយាយចឹងមកដោយសារខ្ញុំធ្វើបានផលមែនអញ្ចឹងក្នុងកំឡុងតែខ្ញុំផឹកទឹកក្រូចឬក៏ផឹកទឹកផ្លែឈើផ្សេងៗហ្នឹងខ្ញុំគៀបចាញ់ភ្លាមផឹកភ្លាមណាគឺផលផ្ដល់អត្ថប្រយោជន៍ឲ្យយើងខ្លាំងមែនទែនអញ្ចឹងសម្រាប់បងដែលគាត់ចង់បានសុខភាពល្អឬក៏ចង់បានរាងកាយមាំមួនត្រូវតែខ្វល់អំពីម្ហូបនិងចំណីអាហាររបស់យើងព្រោះអានឹងសំខាន់ណាស់បងប្អូនទាំងគ្នាយើងហូបអីគឺវាចេញនឹងមកឲ្យយើងនៅក្នុងវាចេញលទ្ធផលមកឲ្យយើងនៅក្នុងរាងកាយរបស់យើងបងប្អូនទាំងគ្នាចាអញ្ចឹងជំហានទី3ឬក៏ជំហានទី4នេះខ្ញុំភ្លេចកន្លែងបងអាចជ្រើសយករបៀបលក្ខណៈហូបផ្លែឈើប្រចាំថ្ងៃពីថាឧទាហរណ៍ខ្ញុំលើកយកម្នាស់នេះមួយម្នាស់នេះគឺវាជួយដល់រាងកាយយើងបានច្រើនដែរអញ្ចឹងមិនខ្ញុំ recommend ឲ្យហូបម្ដងមួយផ្លែវាឆ្អែតទេអត់ទេគឺមួយថ្ងៃយើងត្រូវយើងបើសិនជាយើងហូបមួយចំណិត2ចំណិតហ្នឹងហើយមួយចំណិត2ចំណិតអីបានតែខ្ញុំអត់ recommend ឲ្យបងដែលគាត់មានបញ្ហាកាពះ issue ហ្នឹងហូបទេដោយសារអីវាមានជាតិ acid អីច្រើន acid ចឹងទៅវាធ្វើឲ្យកាពះឬក៏ពោះរបស់យើងជូរពោះឬក៏មានបញ្ហារីករាយអញ្ចឹងទៅបងប្អូនទាំងគ្នាចាអញ្ចឹងមួយទៀតសម្រាប់ផ្លែឈើដែលជំនួយដល់តំបន់ពិសេសរបស់យើងហ្នឹងមួយទៀតគឺប្រភេទ berry វាមានជា blackberry blueberry ឬក៏ raspberry អញ្ចឹងសម្រាប់ផ្លែឈើប្រភេទអស់ហ្នឹងហើយដែលវាជំនួយខ្លាំងមែនតើបងប្អូនទាំងគ្នាប៉ុន្តែខ្ញុំនិយាយតែបងប្អូនដែលគាត់មានធនធានទេបងប្អូនទាំងគ្នាដោយសារប្រភេទផ្លែឈើហ្នឹងគឺវារៀងថ្លៃគួរសមដែរបងប្អូនទាំងគ្នាប្រភេទ cherry berry អីហ្នឹងអញ្ចឹងប្រភេទពួក blueberry blackberry raspberry ហ្នឹងគឺវា import មកពីក្រៅប្រទេសអញ្ចឹងទៅហ្នឹងហើយគឺវាមានតម្លៃថ្លៃបងអាចសាកធ្វើតាមខ្ញុំនឹងបានបើសិនជាបងមានសំណួរអីចង់សួរតាក់ទងបញ្ហាសុខភាពអីបងអាចចូល comment ឬក៏ chat មក Facebook account របស់ខ្ញុំផ្ទាល់គឺខ្ញុំអាចផ្ដល់យោបល់ឲ្យខ្លះៗដោយសារខ្ញុំបានសិក្សាអំពីបញ្ហាអស់ហ្នឹងមកបានរៀងច្រើនដែរអញ្ចឹងណាបងប្អូនទាំងគ្នាអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេជួបគ្នាវីដេអូក្រោយបាយ